ប៉ុន្តែក្នុងទីនេះអាត្មាមិនសំដែងទេអាត្មានឹងអានប្រសូតនេះមួយតែម្ដងឈ្មោះថាអាដានារិយសូត្របងគឺព្រះអង្គសំដែងនៅទីនេះណាញោមបងញោមចាំស្ដាប់អត្ថន័យខ្លឹមសារក្នុងបត្រៃបិដកលេខ19បងក្នុងអាដានារិយសូត្រទី9ប៉ុណ្ណាសូមអនុមោទនាខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះដ៏មានពភាទ្រង់គង់នៅក្នុងភ្នំកិច្ចកោฏចិត្តក្រុងរាជក្រឹសលំដាប់នោះស្ដេចទាំង4អង្គតាំងការរក្សាទុកក្នុងទិសទាំង4តាំងកងពលទុកក្នុងទិសទាំង4តាំងបុគ្គលជាអ្នកត្រួតត្រាទុកក្នុងទិសទាំង4ដោយសេនាយៈដ៏ច្រើនដោយសេនាគន្ធពដ៏ច្រើនដោយសេនាគុម្ភៈដ៏ច្រើនដោយសេនានាគដ៏ច្រើនកាលវេលារាត្រីបឋមយាងកន្លងទៅហើយស្ដេចទាំងនោះមានពន្លឺដ៏រុងរឿងញ៉ាំងភ្នំកិច្ចកោฏទាំងមូលឲ្យភ្លឺស្វាងក៏ចូលទៅគាល់ព្រះដ៏មានពភាក្នុងទីនោះលុះចូលទៅដល់ហើយទើបក្រាបថ្វាយបង្គំព្រះដ៏មានពភាដោយសេចក្តីគោរពហើយអង្គុយក្នុងទីដ៏សមគួរឯយៈទាំងឡាយនោះពួកខ្លះថ្វាយបង្គំព្រះដ៏មានពភាដោយគោរពអង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែពោលពាក្យរាក់ទាក់សំណេះសំណាលជាមួយនឹងព្រះដ៏មានពភាលុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររលឹកហើយក៏អង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែអង្គុយប្រណម្យកងអញ្ជលីចំពោះព្រះដ៏មានពភាក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែប្រកាសនាមនឹងកោតអង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែអង្គុយស្ងៀមក្នុងទីដ៏សមគួរស្ដេចជាធំជាងវេស្សវណ្ណអង្គុយក្នុងទីដ៏សមគួរក្រាបបង្គំទូលព្រះមានពភាដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកយៈជនខ្ពស់មិនជ្រះថ្លាព្រះមានពភាក៏មានបបិទ្ធព្រះអង្គដ៏ចម្រើនពួកយៈជនខ្ពស់ជ្រះថ្លាចំពោះព្រះដ៏មានពភាក៏មានបបិទ្ធព្រះអង្គដ៏ចម្រើនពួកយៈជនកណ្ដាលមិនជ្រះថ្លាចំពោះព្រះដ៏មានពភាក៏មានពួកយៈជនកណ្ដាលជ្រះថ្លាចំពោះព្រះដ៏មានពភាបបិទ្ធព្រះអង្គដ៏ចម្រើនពួកយៈជន់ទាបមិនជ្រះថ្លាចំពោះព្រះដ៏មានពភាក៏មានបបិទ្ធព្រះអង្គដ៏ចម្រើនពួកយៈជន់ទាបជ្រះថ្លាចំពោះព្រះដ៏មានពភាក៏មានបបិទ្ធព្រះអង្គដ៏ចម្រើនឯយៈមិនជ្រះថ្លាចំពោះព្រះដ៏មានពភាច្រើនណាស់កាលនោះព្រោះហេតុអ្វីបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះថាព្រះមានពភាទ្រង់សម្ដែងធម៌ដើម្បីឲ្យវាចាបាណាទ្រង់សម្ដែងធម៌ដើម្បីឲ្យវាចាអត្តនេទាទ្រង់សម្ដែងធម៌ដើម្បីឲ្យវាចាកាមេទ្រង់សម្ដែងធម៌ដើម្បីឲ្យវាចាមុសាទ្រង់សម្ដែងធម៌ដើម្បីឲ្យវាចាទឹកផឹកគ្រឿងសវឹងមេរ័យជាហេតុជាទីតាំងនៃសេចក្តីប្រមាទបបិទ្ធព្រះអង្គដ៏ចម្រើនចំណែកយៈទាំងឡាយច្រើនតែមិនវាចាបាណាតិបាតសោះមិនវាចាអត្តនេទាសោះមិនវាចាកាមេសុមិច្ឆាចាសោះមិនវាចាមុសាវាទៈសោះមិនវាចាផឹកគ្រឿងសវឹងគឺសូរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទសោះបានជាពួកយៈទាំងនោះមិនគប់ចិត្តមិនពេញចិត្តនឹងការវាចានោះបបិទ្ធព្រះអង្គដ៏ចម្រើនពួកសាវករបស់ព្រះមានពភាអាស្រ័យនៅសេនាសនៈស្ងាត់ដែលតាំងនៅក្នុងព្រៃមានសូរកងរំពងតិចប្រាសចាកសម្ដីរបស់មនុស្សអ្នកដើរទៅមកសំគួរដល់ការកំបាំងអំពីពួកមនុស្សជាទីគួរដល់ការលាក់ខ្លួនពួកអាត្មាបានពួកយៈជនខ្ពស់តែងនៅជានិច្ចក្នុងព្រៃនោះគេមិនជ្រះថ្លាក្នុងសាសនារបស់ព្រះមានពភាក៏មានបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះហេតុនោះសូមព្រះដ៏មានពភាព្រានបដៅនៅព្រះបរិត្តសម្រាប់រក្សាក្នុងនគរឈ្មោះអាដានាដល់ភិក្ខុនៃឧបាសកឧបាសិកាដើម្បីយៈទាំងនោះជ្រះថ្លាដើម្បីការគ្រប់គ្រងដើម្បីមិនបៀតបៀនគ្នាដើម្បីនៅសបាយព្រះមានពភាទ្រង់ទទួលនិមន្តដោយតណ្ហ័យលំដាប់នោះស្ដេចជាធំជាងវេស្សវណ្ណជ្រាបនៅការទទួលនិមន្តព្រះមានពភាទើបសម្ដែងនៅព្រះបរិត្តរក្សាដែលជាប់តាក់តងក្នុងអាដានារយៈនគរក្នុងវេលានោះសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមវិបាសីព្រះអង្គមានចក្ខុព្រះអង្គមានសេរីសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសិក្ខីព្រះអង្គមានសេចក្តីអនុគមដល់សត្វទាំងពួងជាប្រកដីសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមវេស្សភូព្រះអង្គជំរះកិលេសចេញហើយព្រះអង្គមានតបៈសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធព្រះនាមកកុសន្ធោព្រះអង្គញ៉ាំញី
នៅមាព្រមទាំងសេនានៃមាសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមកោណាកមនោព្រះអង្គមានបាបបន្សិតបងហើយមានព្រមចរិយៈនៅរួចហើយសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធព្រះនាមកសបៈព្រះអង្គរួចស្រឡះចាកកិលេសទាំងពួងហើយសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធជាសក្យៈទ្រង់មានប្រកាយផ្សាយចេញទៅនៅព្រះរស្មីទ្រង់មានសេរីទ្រង់សម្ដែងធម៌នេះជាគ្រឿងបន្ទោបងនៅស្ដីទុកទាំងពួងមួយទៀតព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាព្រះអង្គរំលត់កិលេសហើយទ្រង់ឃើញច្បាស់នៅធម៌តាមសេចក្តីពិតក្នុងលោកព្រះសម្មាសម្ពុទ្ធទាំងនោះជាព្រះសិក្ខាជាព្រះខៃណាស្របព្រះអង្គមិនមានសេចក្តីញុះញង់សូត្រខ្សៀតទ្រង់ប្រសើរដោយគុណពងប្រសើរដោយគុណមិនឃ្លាវខ្លាដោយកិលេសទេវតានិងមនុស្សទាំងឡាយតែនមស្ការព្រះសម្មាសម្ពុទ្ធជាគោដមកោតព្រះអង្គជាប្រយោជន៍ដល់ទេវតានិងមនុស្សទាំងឡាយទ្រង់បរិបូរដោយវិជ្ជានិងចរណៈទ្រង់ប្រសើរដោយគុណព្រះអង្គឥតមានសេចក្តីព្រឺស្ងែកព្រះអាទិត្យមានរស្មីឃ្លាវខ្លារះឡើងអំពីទីណាមានមណ្ឌលធំក្នុងទីនោះកាលព្រះអាទិត្យរះហើយរាត្រីក៏បាត់ទៅមួយទៀតកាលព្រះអាទិត្យរះហើយមហាជននាំគ្នាហៅថ្ងៃថាសូមមិនលងទឹកក្នុងទីដែលព្រះអាទិត្យរះឡើងនោះជាសមុទ្រដ៏ជ្រៅមានទឹកហូរទៅពឹងទីផ្សេងជនទាំងឡាយតែងសម្គាល់នៅអន្លង់ទឹកនោះត្រង់កន្លែងដែលព្រះអាទិត្យរះនោះថាជាសមុទ្រមានទឹកហូរយ៉ាងនេះស្ដេចជាធំដល់ទ្រង់យោទ្រង់រក្សាទិសមហាជនហៅទិសនោះជាបរិសទិសអំពីភ្នំសុនេរោគទ្រង់ជាអធិបតីលើកន្ធពទាំងឡាយមានព្រះនាមថាធរថៈមានកន្ធពហែហោមទ្រង់ត្រេកត្រអាលដោយរបាំនិងចម្រៀងព្រះរាជបុត្ររបស់ស្ដេចជាធំនោះមានច្រើនដល់ម្លឹងខ្ញុំព្រះអង្គបានស្ដាប់មកមាននាមដូចគ្នាព្រះរាជបុត្រទាំង91អង្គសឹងមាននាមប្អិននាមអន្តៈមានកម្លាំងច្រើនឯព្រះរាជបុត្រទាំងនោះឃើញព្រះពុទ្ធជាអតិច្ចពន្ធវង្សទ្រង់ភ្ញាក់អំពីការដេកលក់គឺអវិជ្ជាទ្រង់ប្រសើរដោយគុណឥតមានព្រឺឆ្ងាយក៏នមស្ការអំពីចម្ងាយបបិទ្ធព្រះអង្គជាបរោះអាជានៃខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គបបិទ្ធព្រះអង្គជាបរោះខ្ពង់ពោះខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គសូមអមនុស្សទាំងឡាយក៏រមែងថ្វាយបង្គំព្រះអង្គថាព្រះអង្គតតព្រះនេត្រមើលមហាជនដោយសព្វញ្ញុតញ្ញាណដ៏ផុសរផង់ពួកខ្ញុំព្រះអង្គបានស្ដាប់មកយ៉ាងនេះរឿយព្រោះហេតុនោះពួកខ្ញុំព្រះអង្គតែនិយាយយ៉ាងនេះថាអ្នកទាំងឡាយថ្វាយបង្គំព្រះចិនស្រីជាគោដមកោតឬព្រះរាជបុត្រទាំងនោះតបថាយើងខ្ញុំទាំងឡាយថ្វាយបង្គំព្រះចិនស្រីជាគោដមកោតយើងខ្ញុំទាំងឡាយថ្វាយបង្គំព្រះពុទ្ធគោដមកោតទ្រង់បរិបូរដោយវិជ្ជានិងចរណៈជនជាអ្នកមានពាក្យញុះញង់សូត្រសៀតជាអ្នកតេះដៀលគេក្នុងទីកំបាំងមុខដូចជាជនអ្នកស៊ីសាច់ខ្នងជាអ្នកសម្លាប់សត្វជាអ្នកធ្វើអំពើអាក្រក់ជាចោរជាមនុស្សមានកលលួចជនទាំងនោះស៊ីលុះធ្វើការកិរិយាទៅហើយគេតែងនាំទៅតាមទិសណាស្ដេចជាធំទ្រង់យោទ្រង់រសានៅទិសណាមហាជននាំគ្នាហៅទិសនោះថាតក្កិណាទិសរាប់អំពីភ្នំសេនេរូបមកស្ដេចនោះជាអធិបតីគុំភៈដៈទាំងឡាយទ្រង់ព្រះនាមវិរុហៈមានពួកគុំភៈដៈចោមរោមហើយទ្រង់ត្រេកអរដោយរបាំនិងចម្រៀងព្រះរាជបុត្ររបស់ស្ដេចនោះមានច្រើនក៏មែនតែខ្ញុំព្រះអង្គបានស្ដាប់មកថាមានព្រះនាមដូចគ្នាព្រះរាជបុត្រទាំង91អង្គសុទ្ធតែជាព្រះនាមព្រះអិនទ្រង់មានកម្លាំងច្រើនឯរាជបុត្រទាំងនោះឃើញព្រះអតិច្ចពន្ធញាក់អំពីការដេកលក់អវិជ្ជាត្រសាដោយគុណឥតមានសេចក្តីបបិទ្ធព្រះអង្គជាបរោះអាជានៃខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គបបិទ្ធព្រះអង្គជាបរោះដំខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គសូមអមនុស្សទាំងឡាយក៏រមែងថ្វាយបង្គំព្រះអង្គជាព្រះអង្គតតព្រះនេត្រមើលមហាជនដោយសព្វញ្ញុតញ្ញាណដ៏ពោរប៉ងខ្ញុំព្រះអង្គសូមស្ដាប់មកយ៉ាងនេះរឿយប្រហែលនោះពួកខ្ញុំព្រះអង្គនិយាយយ៉ាងនេះថាអ្នកទាំងឡាយនមស្ការព្រះចិនស្រីគោដមកោតឬ
ព្រះរាជបុត្រទាំងនោះតបថាយើងទាំងឡាយថ្វាយបង្គំព្រះចិនស្រីជាគោដំមកោតយើងទាំងឡាយថ្វាយបង្គំព្រះសម្ពុទ្ធជាគោដំមកោតទ្រង់បរិបូរដោយវិជ្ជានិងចរណៈព្រះអាទិត្យមានរយៈថ្មីក្លៀវក្លាអស់ស្ដងគុតទៅក្នុងទីណាមណ្ឌលដ៏ធំក្នុងទីនោះការដែលព្រះអាទិត្យអស់ស្ដងគុតទៅហើយពេលថ្ងៃក៏អស់ទៅការបើព្រះអាទិត្យអស់ស្ដងគុតទៅមហាជននាំគ្នាហៅយប់សូម3អន្លង់ទឹកត្រង់កន្លែងដែលព្រះអាទិត្យអស់ស្ដងគុតជាសមុទ្រដ៏ជ្រៅមានទឹកហូរជនទាំងឡាយតែងសម្គាល់អន្លង់ទឹកនោះត្រង់កន្លែងដែលព្រះអាទិត្យអស់ស្ដងគុតមហាជាសមុទ្រមានទឹកហូរទៅយ៉ាងនេះដាច់ជាធំត្រង់យោះត្រង់រក្សាទិសណាមហាជនតែងហៅទិសនោះថាបច្ចមៈទិសអំពីភ្នំសនេរុកដាច់ជាធំនោះថាធិបតីលើកនាគទាំងឡាយត្រករករីធាននេះចូលមានដល់ញាតិទាំងឡាយរបស់ខ្ញុំសូមញាតិទាំងឡាយរបស់ខ្ញុំបានដល់នៅសេចក្តីសុខចរអ៊ីទាំងមេបញ្ញាំនៅពៀនអាសាបច្ចយាហន្តរីធាននេះចូលជាបច្ច័យនៃព្រះនិព្វានអនុមោទនីយាទេវតាសន្តវិហារវាសេណីតោបេការេបតិការេโมเตปริสาจังยังยังโมเตปริสันตังยังสัมปัญโยเสมหาวิยังโลกเจตังเนยสัพเพเราព្រះសរិបុត្រលោកពេលដែលលោកបានបួសមុននឹងលោកបានបួសលោកទៅកើតក្នុងតកលមួយឈ្មោះសារីព្រាហ្មណីហ៎បងនៅតកលរបស់លោកញោមប្រុសរបស់លោកឈ្មោះវាំងគិតៈព្រាហ្មណ៍លោកមានទ្រព្យដល់ទៅប្រមាណជា560កោដទេញោមប្រុសញោមស្រីរបស់លោកគឺជាមេស្រុកញោមប្រុសរបស់លោកជាមេស្រុកអញ្ចឹងជាអ្នកមានទ្រព្យច្រើនណាស់បងហើយលោកមានបងប្អូនដល់ទៅ7រូបប្រុសនឹង4ណាបងប្រុស4ណាដល់ពេលស្រីនឹង3បងអញ្ចឹងទាំងអស់7ហើយ7អ្នកហ្នឹងគឺបួសទាំងអស់ហើយសម្ដេចទៅជាព្រះអរហន្តទាំងអស់ញោមនៅក្នុងព្រះសាសនានឹងឯងបងហ្នឹងតែមុននឹងពេលមួយលោកបានទៅសិក្សាក្នុងសំណាក់គ្រូសេចក្ដីបងសំណាក់សិក្សានឹងគ្រូសេចក្ដីទៅក៏មិនអាចសម្រេចមគ្គផលលេខបានបងខាងក្រោយឡើងក៏បានមកក្រុងនេះគឺថ្ងៃគេលេងមហោស្រពហ្នឹងឯងលោកឡើងលើភ្នំកិច្ចកុដលោកក៏លេខមើលគេកំពុងលេងមហោស្រពលោកឃើញគេប្រគំដូរតន្ត្រីអញ្ចឹងទៅក៏ពិចារណាថាអ្នកលេងហ្នឹងក៏ស្លាប់អ្នកមើលហ្នឹងក៏ស្លាប់ហើយក៏ចិត្តនឿយណាយដល់ពេលនឿយណាយក៏បានដាក់កតិកាគ្នាជាមួយនឹងព្រះមហាមុគលានេះឈ្មោះកោលិតៈនាមដើមរបស់ប្រតិរៈឈ្មោះឧបទេសៈញោមឧបទេសៈនឹងនាមដើមរបស់ព្រះសារីបុត្រដល់ពេលព្រះមហាមុគលានាមដើមរបស់លោកឈ្មោះកោលិតៈបងអញ្ចឹងគឺនាមរបស់លោកហ្នឹងដល់ពេលលោកមើលយូរទៅថាអ្នកមើលហ្នឹងក៏ស្លាប់អ្នកលេងហ្នឹងក៏ស្លាប់ដែរបងហើយអញ្ចឹងក៏លោកដាក់កតិកាគ្នាថាតើអ្នកណារកឃើញនៅមុខកធម៌មុនចូលមកប្រាប់ផងហើយពេលហ្នឹងមានព្រះអសជិថេរៈនេះបងអសជិថេរៈជាក្រុមនៃបញ្ចវគិទាំង5រូបហ្នឹងញោម5រូបនោះមានព្រះអញ្ញាកោដញ្ញៈវបៈផតយៈមហានាមនិងអសជិនេះឯងអញ្ចឹងអសជិហ្នឹងចំណោមនៃសាវករបស់ព្រះមានពៈទាំង5រូបហ្នឹងគឺទី5ហ្នឹងញោមទី5ហ្នឹងឯងលោកនិមន្តបិណ្ឌបាតក្នុងក្រុងហ្នឹងឯងបងដល់ពេលនិមន្តបិណ្ឌបាតក្នុងក្រុងព្រះសរិបុត្រហ្នឹងឃើញទៅឃើញឥន្ទ្រីរបស់អសជិថេរៈហ្នឹងសគុតតគុំគួរជាទីជ្រះថ្លាក៏តាមលោកបងលោកក៏តាមលោកកំពុងបិណ្ឌបាតក្នុងក្រុងអត់ហ៊ានចូលរំខានលោកទេពេលមួយលោកបិណ្ឌបាតលោកទៅសម្រាកកន្លែងកំពង់ទឹកមួយទៅក៏ចូលទៅពេលដែលលោកឆាន់អីហើយក៏ចូលទៅថ្វាយអង្គមសួរថាលោកម្ចាស់បួសឧទ្ទិសចំពោះគ្រូណាថាអាត្មាបួសឧទ្ទិសចំពោះព្រះមហាសមណៈអញ្ចឹងព្រះមហាសមណៈរបស់អ្នកព្រានបដៅធរយ៉ាងណាគឺអាត្មាទើបតែបួសដែរទេអញ្ចឹងណាញោមអញ្ចឹងលោកម្ចាស់ចេះធរបណ្ណាលោកម្ចាស់សំដែងធរបណ្ណាដល់ខ្ញុំកណាទៅបានក្នុងការនោះព្រះអតិចិថេរៈសំដែងពធនេះបងយេធម្មាហេតុបពវីតេសង្ហេតុងតថាកតោតេសញ្ចយនរតោអេវង្វេទីមហាសាមណោនេះបង
សម្ដែងត្រឹមកលាស់គាតាព្រះសិរីបុត្រសម្ដេចសោតាបត្តិផលហើយញោមព្រោះបញ្ញារបស់ព្រះសិរីបុត្រសន្សំបារមីប្រមាណជាមួយអសង្ខ័យមួយសែនកាប់ទៀតហ៎បងមួយអសង្ខ័យមួយសែនកាប់ក្នុងព្រះសាសនាមាន4អង្គញោមទី1ព្រះសិរីបុត្រទី2ព្រះមហាមុគលានទី3ពនាងយសោទរាពំពាទី4ព្រះពាគុលៈនៅឯពរិណស័យហ៎បងនៅឯកោសំពីតែស្រុករបស់លោកមាន2តកូលទាំងពីរណាខាងកោសំពីផងខាងពរិណស័យផងបងនឹងព្រះពាគុលៈលោកមានបជនដល់160ឆ្នាំមកបងហើយលោកមានអាពាហ៍តិចលោកមានអាពាហ៍តិចជាងក្រៃលែងពលលោកធ្លាប់ធ្វើបន់ឲ្យឆ្នាំពេទ្យដល់ប្របាច់ជាកពុទ្ធដល់ប្រពុតមុនណាបងហ្នឹងអញ្ចឹងក៏អាត្មាចង់បញ្ជាក់ថាពេលលោកសម្ដេចមគ្គផលនឹងឲ្យលោកទៅប្រាប់ដល់ព្រះមហាមុគលាននេះប្រាប់តែធម៌តដែលនឹងឯងធ្វើឲ្យព្រះមហាមុគលានសម្ដេចសោតាបត្តិផលដែរបងហើយបន្ទាប់មកចូលទៅគាល់ព្រះអង្គទ្រង់បានត្រាស់ដឹងបានប្រមាណជា8ខែកន្លះហ្នឹងញោមហើយបានបួសក្នុងសំណាក់ព្រះអង្គនាំកូនសិស្សប្រមាណជា500ចូលទៅគាល់ព្រះអង្គផងបានបួសជាហេតុភិក្ខុទាំងអស់ប៉ុណ្ណាសូមអនុមោទនាហើយស្ថានទីនេះក៏ជាស្ថានទីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រោសដល់ទីខណកបរិពាជុដែលត្រូវជាក្មួយរបស់លោកដែលព្រះអង្គសម្ដែងពីវេទនាវេទនា3ទុក្ខវេទនាសុខវេទនាឧបេក្ខាវេទនាអត់មានប្រកាន់ថាអញតែយើងព្រះសិរីបុត្រនៅបកផ្លិតថ្វាយព្រះអង្គពីក្រោយហ្នឹងព្រះអង្គទ្រង់ប្រោសដល់ទីខណកបរិពាជុក្នុងថ្ងៃ15កើតខែមិញហ្នឹងបងត្រូវមៀកកបោជាហ្នឹងក្រោយការត្រាស់ដឹងរបស់ព្រះអង្គបាន9ខែព្រះអង្គសម្ដែងជាមួយទីខណកបរិពាជុតែព្រះសិរីបុត្រនៅខាងក្រោយព្រះអង្គកំពុងបកផ្លិតថ្វាយព្រះអង្គបានសម្រេចជាព្រះអរហន្តដែរនៅទីនេះឯងផងដែរប៉ុណ្ណឹងសូមអនុមោទនានឹងតង់ស្ថានទីនេះអាត្មានិយាយដល់សង្ខេបអត់បានពិស្ដារក្នុងបេដកលេខ6ពិស្ដារញោមណាបើចង់ទៅមើលក្នុងបេដកលេខ6បងខ្ញុំបកណាទាំងឡាយការជាងវែងទៅសូមអនុមោទនាណាមោទេពុរិសាចិញ្ញំណាមោទេពុរិសន្តមំសាបញ្ញោសេមហាវិរិយលោកចេតាំងដយសព្រាំងបបិនព្រះអង្គជាបរោះអាចជានៃខ្ញុំសូមនមស្ការព្រះអង្គបបិនព្រះអង្គជាបរោះដ៏ឧត្តមខ្ញុំសូមនមស្ការព្រះអង្គបបិនព្រះអង្គទ្រង់មានជាយាមធំជាបុគ្គលពងពួរជាងសត្វលោកប្រសើរជាងនៃជនព្រះអង្គជាព្រះសបញ្ញុបុត្រផលនៃចូលជាផលសម្រេចចូលជាផលសម្រេចចូលជាផលសម្រាប់អនុមោទនាបន់អនុមោទនាបូជាគ្រឿងសក្ការៈថ្វាយចំពោះព្រះមហាថេរៈដែលលោកបរិបូរដោយគុណរាប់ប្រមាណបានប៉ុណ្ណាសូមអនុមោទនាជីវកម្មប្រវត្តិព្រៃថ្វាយដែលឲ្យឈ្មោះថាជីវកម្មប្រវត្តិហ្នឹងគឺជាឈ្មោះរបស់ពេទ្យជីវៈហ្នឹងពេទ្យជីវៈហ្នឹងកើតក្នុងជាកូនរបស់ស្រីផ្កាមាសប្រចាំនគរបងគឺនាងសលវតីបងតើនេះញោមនាងសលវតីហ្នឹងជាស្រីផ្កាមាសប្រចាំក្នុងក្រុងរាជក្រឹស្ននេះឯងបងហើយពេទ្យជីវៈហ្នឹងពេលដែលមេត្តារបស់លោកហ្នឹងធ្វើជាស្រីផ្កាមាសទៅក៏មេត្តាមិនយូរប៉ុន្មានក៏បានតាំងកឡើងហ្នឹងក៏បានបើសិនជាកូនស្រីក៏ទុកចិញ្ចឹមអញ្ចឹងណាញោមប៉ុន្តែដល់ពេលបានកូនប្រុសក៏ឲ្យអ្នកបម្រើហ្នឹងយកទៅបោះចោលនៅគំនរសម្រាមញោមហើយពេលហ្នឹងពេទ្យជីវៈពេលហ្នឹងអភ័យរិកុមារហ្នឹងត្រូវជាកូនត្រូវជាបរិជ្ជបុត្ររបស់ប្របាទបសិនសំទោសរបស់ប្របាទពុំពិសាដែរបងជាមួយនាងបទុមវតីបងហ្នឹងអញ្ចឹងក្នុងពេលដែលកើតមកហ្នឹងឲ្យអ្នកបម្រើហ្នឹងយកទៅបោះចោលនៅគំនរសម្រាមហ្នឹងពេលហ្នឹងសត្វទាំងឡាយបើមានសត្វក្អែកមានសត្វតំណក់អីហ្នឹងទៅចោមរោមហើយពេលហ្នឹងអភិរិកុមារ
មានការដែលត្រូវចូលគាល់បរិជាឬក៏ត្រូវកំសាន្តអីផងចូលគាល់បរិជាផងអញ្ចឹងទៅហ្នឹងអញ្ចឹងក្នុងគណៈពេលហ្នឹងក៏ឃើញសត្វទាំងឡាយកំពុងតែចោមរោមអញ្ចឹងណាណាកំពុងតែចោមរោមអញ្ចឹងទៅក៏កលេចទៅឃើញក៏ឲ្យរិចបរោះហ្នឹងចុះទៅមើលបងទៅមើលដល់ពេលទៅមើលអញ្ចឹងទៅក៏ឃើញទារកហ្នឹងរិចបរោះហ្នឹងក៏បានមកប្រាប់ដល់ព្រះរាជាអភ័យរិទ្ធកុមារនឹងវិញថាម៉េចថាបបិទ្ធព្រះរាជកុមារនោះគឺជាតុជាទារកនឹងឯងណាក្នុងគណៈពេលហ្នឹងក៏អភ័យរិទ្ធកុមារនឹងបានបញ្ជាឲ្យរិចបរោះនឹងរើសយកទៅឲ្យស្រីមេដោះចិញ្ចឹមហ្នឹងញោមយកឲ្យស្រីមេដោះចិញ្ចឹមពេលដែលចិញ្ចឹមនឹងធំដឹងក្តីឡើងបងឈុំដឹងក្តីឡើងនឹងមានអាយុដល់ទៅ16ឆ្នាំហើយពេលនៅក្មេងហ្នឹងលេងជាមួយនឹងគេហ្នឹងគេតែងតែថាឲ្យញោមគេថាឲ្យយ៉ាងម៉េចអាកូនអត់ម៉ែអាកូនអត់ឪអញ្ចឹងញោមអញ្ចឹងឲ្យអន់ចិត្តហើយទៅសួរដល់ព្រះរាជាអភ័យរិទ្ធកុមារនឹងថាប្របីតាតើម្ដាយឪពុករបស់ទូលព្រះបង្គំនឹងនៅឯណាសួរអញ្ចឹងណាដល់ពេលចឹងទៅក៏អភ័យរិទ្ធកុមារថាអត់ដឹងនរណាជាម្ដាយនរណាជាឪពុករបស់អ្នកដែរទេប៉ុន្តែព្រះរាជាបុត្រអភ័យរិទ្ធកុមារបានប្រាប់ថាម៉េចយើងនឹងឯងជាបបីតារបស់កូនហ្នឹងអញ្ចឹងបានក្នុងពេលហ្នឹងពេទ្យជីវៈហ្នឹងក៏បានត្រេកអរណាបើបានត្រេកអរបានពេញចិត្តអញ្ចឹងទៅហើយអភ័យរិទ្ធកុមារហ្នឹងគឺស្រឡាញ់ពេទ្យជីវៈដូចជាកូនបង្កើតអញ្ចឹងបើហើយឈ្មោះដើមដែរអាជីវកៈហ្នឹងគឺអ្នកឲ្យជីវិតណាញោមឈ្មោះហ្នឹងណាហ្នឹងក្នុងគណៈពេលហ្នឹងដល់ពេលវ័យ16ឆ្នាំហើយដល់នឹកឃើញថាធម្មតានៅក្នុងរាជកុលទាំងឡាយត្រូវការវិជាសិលសាស្ត្រក្នុងការចិញ្ចឹមជីវិតទៅក៏លបទៅបើអត់ឲ្យភេរិកុមារនឹងដឹងផងបើលបទៅធ្វើដំណើរជាមួយឈ្មួញរទេសទៅកាន់ទឹកដីឯនគរតកសិលានគរនោះញោមទៅកាន់ទឹកដីតកសិលានគរនឹងឯងជាមួយនឹងឈ្មួញរទេសហ្នឹងទៅសុំរៀនពីគ្រូទិសាបាម៉ោកនៅឯហ្នឹងហើយនៅក្នុងក្រុងតកសិលានគរហ្នឹងគឺថាសម្បូរដោយវិជាផ្សេងណាញោមវិជាអីក៏មានដែរនៅទីហ្នឹងដូចយើងសពថ្ងៃនៅក្នុងស្រុកយើងអញ្ចឹងមានភ្នំពេញអីចឹងទៅណាវិជាអីក៏មានដែរអញ្ចឹងទៅរៀននៅតកសិលានគររៀនទៅឆ្លាតហ្នឹងញោមគេរៀនចំណាយពេលដល់ទៅជាង10ឆ្នាំពេទ្យជីវៈរៀនត្រឹមតែ5ឆ្នាំឬ6ឆ្នាំឬ7ឆ្នាំអីប៉ុណ្ណឹងឯងចេះអស់ហើយបងចេះទាំងអស់គ្រប់សពបែបយ៉ាងហើយពេលមួយដោយគិតថាវិជាដែលយើងរៀនទៅចេះចាំស្ទាត់ជំនាញហើយក្នុងសំណាក់គ្រូនឹងហើយរៀននឹងអត់បានចាត់ជាកូនអ្នកក្រញោមរៀនបដើធ្វើការឲ្យគ្រូនឹងបដើអត់បាច់បង់ប្រាក់ណាញោមរៀនបដើធ្វើការឲ្យគ្រូបដើហ្នឹងអញ្ចឹងពេលហ្នឹងគាត់ក៏រៀនបដើធ្វើការឲ្យគ្រូនឹងបដើអញ្ចឹងទៅដល់ពេលមួយរៀនចប់សពគ្រប់ទៅចង់លាគ្រូនឹងត្រឡប់មកកាន់នគរវិញណាក្នុងពេលដែលមកកាន់នគរហ្នឹងមុនត្រឡប់មកវិញទៅថ្វាយបង្គំលាគ្រូតែគ្រូថាអ្នកឯងចូលដើរជុំវិញហ្នឹងឲ្យបានមួយយោជទៅឲ្យបានមួយយោជហើយអ្នកឯងមើលដើមឈើណាដែលជាថ្នាំចាំកាប់មកឲ្យយើងខ្លះផងអញ្ចឹងណាញោមពេទ្យជីវៈហ្នឹងគាត់ដើរមកយោជជុំវិញក្រុងហ្នឹងគឺឃើញសិតថ្នាំពេទ្យទាំងអស់ញោមសតតែថ្នាំពេទ្យទៅតែថ្នាំដែលអាចយកមកព្យាបាលរោគបានទាំងអស់អញ្ចឹងគាត់ថាអូពេទ្យជីវៈនេះអាចចិញ្ចឹមជីវិតបានដោយខ្លួនឯងហើយតម្លៃនៃការសិក្សារៀនសូត្រហ្នឹងក៏ចេះចាំស្ទាត់ជំនាញហើយក៏បានមកទៅក៏មកដល់ផ្ទះសេដ្ឋីម្នាក់ហ្នឹងមានភរិយាហ្នឹងឈឺដល់ទៅ7ឆ្នាំហ្នឹងញោមឈឺ7ឆ្នាំឈឺក្បាលអត់បាត់ទេគ្រូពេទ្យណាក៏ដាក់អំបត្តិដែរណាញោមដល់ពេលពេទ្យជីវៈមកដល់ព្យាបាលតែយកទៅដោះគោទៅព្យាបាលតែបន្តិចឯងញោមដោយការហិតថ្នាំហ្នឹងញោមជាទៅជាបានប្រាក់យ៉ាងច្រើនផងដែរហ្នឹងមួយទៅភរិយារបស់សេដ្ឋីហើយមួយទៀតនៅសេដ្ឋីម្នាក់ទៀតមកក្រុងទៀតមកកន្លែងទៀតញោមមកកន្លែងទៀតហ្នឹងក៏អញ្ចឹងដែរឈឺ7ឆ្នាំដែរញោមអត់ជាដែរធ្វើមិនក៏ជាធ្វើមិនក៏ជាទៅរកគ្រូពេទ្យណាក៏ជាដែរអញ្ចឹងឮថាពេទ្យជីវៈហ្នឹងជាពេទ្យប្រចាំព្រះរាជវាំងក្នុងទឹកដីនៃក្រុងរាជក្រឹសនឹងឯងជាពេទ្យរបស់ព្រះរាជាបាទពំពិសាហ្នឹងក្នុងពេលហ្នឹងបញ្ជូនរាជទូតទៅសុំការអនុញ្ញាតឲ្យពេទ្យហ្នឹងទៅ
chia ba phong bỏ rồi cru na còn chia rồi pet nâng chặt chấm na pon na còn mình chia đây đó là pet chi vụ tới từ đó nó mà cắt đây nâng tay tới còn là thà cái đó nó chia ba tới sư có ba du pet đó nó pet chi vụ nó dọc một vẹt có ba lắm bỏ vẹt là liệt có ba tới check mơ tới khơi từ cầu pì bỏ nếu không có ba đó cái nhóm hay có do mó hay có đại từ đó cô đại từ đó tới chia ba đây từ đó nó có chia tới này nhóm có chia tiền tờ bỏ anh nâng mà trong này từ này cáp chia ba rô nâng anh hay mình to một tiền pet chi vụ nâng ạ mình to bị ban mi bạ lôi cả trộm thằng bắt hai dọc một ao đó dọc một phai đó pericoma để tới chuyện bay đa chỉnh châm nâng pericoma tha mà chăm một phai ở bay đa tê anh này ai nâng trôi do trộm nó tới chỉnh châm chỉ vật tới hay từ điệp châm phượt tia hai ban bọc cô đây mà cả lành bỏ đây mà cả lành không vang nữa nhá oi phượt tia nâng ai đó pe phượt tia ấy tới sập cột bài giang pe muối trôi từ qua bao nấp nôm cây chè câu đó nhung cho tụi con bao nhiêu phong cách con và con nắng đạp vào thọ tiền sát sắm rách sau ta bát tiệp phò này nhớ mày đọcไปสำหรับsau ta bát tiệp phòให้นึกเคยจะดักลาขนมภาษาศาสนานะโยมดอกไปจะลาเจียบกลเหมือนยอบยอหนังกลปพุทธปทอประซองพ้องก็บานเรียบจอมนี่ก็สร้างในจงกาไฟนี่ไอ้หาวธาตุบานจงกาอัมปวรนั่นคือเปรย์ไฟนั่นไอ้ป่ะอัมปวรนั่นคืออัมเปะนั่นคือไฟนั่นไอ้ป่ะchia bởi sao bà đây đóไปปลายทับเปรย์ไฟนั่นเองจังอัมปวรนั่นคือเปรย์ไฟให้บานประเทศชั่วโมงเทียท้าชีวะกรรมปวรคือเปรย์ไฟนั่นเองป่ะนั่งจังบรรดาชั่วโมงระบอกกอดในขนมตีนั่งบานชั่วโมงท้าชีวะกรรมปวรเปรย์ไฟนั่งมวยให้บานเวทไฟจมพูเปรย์สมาสัมพุทธนั่งปีโคสองบรรทอปิจิรัตลาหายจอบเตะตองเรื่องในขนมกะไรนี่ฟังได้ฟังสำได้ในขนมตีแค่ในกายขนมสมัญญพอลโซดบรรทอปีพรหมจิรโซเตอร์ฟังสำได้อย่างปีสมัญญพอลโซดเปมวยเปรียริจีปบาทอาชีสโตเพื่อกุดบใบดาหายโยมอัตมาเตาตนิยัยกะไรนี่กะไรกุกก็โยมนะจะปัญตมากัดสิกได้กะไรนี่มันเต็มเป็นมวยนั่งเปรียริจีปบาทอาชีสโตเพื่อกุดบใบดาหายนั่งปตอปีเพื่อกุดบใบดาหายขนมขณะเป็นนั่งสิ่งใดก็ดาวกระหายการลางดาวใบดาวการลางดาวบาดจีสโตดาวเปลการลางดาวบาดจีสโตบาดจีสโตตุ่มก็มันโลไม้ก็มันตึกนักก็มันมันทั้งก็เห็นยังดาวกระหายกรุบเปเรียถาดไม้เฟื่องเปลือกก็คือสำหรับใบดานั่งไอ้มันซ้อมนานจังซ้อสำหรับจากขนมเปนั่งอ่ะขนมเปนั่งแต่รอกรูนาเอาดอกสไลปัญญานาก็ดอกสไลปีสัวปีขนาวสไลตัวขนาวก่อยยังตัวนี้ยังไหมอดไอ้ดอกสิ่งใดก็ดาวกระหายดอกบ่ไปเชียบาดเชียโตนังบานเนาะป่ะบ้านขนมคณะเปนัวบาดเปิดจีบุนึกเข้าไปนังไปเชียได้แต่ส่วนแบบเซ็งอ๋อจังนะแต่นึกเข้าไปนังเปิดจีบุนึกเข้าไปนังไปเชียได้นังไอ้ป่ะขนมคณะเปนังมาสู้เราเปิดจีบุแต่ยังกูเฟยแบบหน้าแต่เปนังเปิดจีบุนังถ้าเมียนแต่เป็นเมียนประเภทเต้ได้ดอกสักได้กระดาวกระหายดอกปองบานนะโยมแต่เปนังดังถ้าอบเป็นเมียนประเภทกงเลยนะถ้าประเมินโดยเพียบองกงในชีวกรรมประวันเปรย์ไฟนั่งไงก็เรียบจอมตะแต่เนี่ยโยมรถริจรถไอ้เซ็งต่างอ้อเรียบจอมอย่างสะอาดเมียนสตรีเมียนปุลไอ้เซ็งต่างอ้อเราไม่กาเปียดเอาบริเจียคลายเมียนนาฟือเขียดบริเจียความดาวบริเจียเมียนสตรีจราอันจังนะโยมด่ากองกาเปียยังสมบัติปีเวียงมาดอลนี่ก็จัดได้ปัจจัยคนทำบริเจียเมียนสตรีจราอันจังนะจังเรียบจอมกาเยี่ยมกามอย่างม่อมตอมดอกไกรเลยแมนเตนเปล่าเปได้มาดอลตีนี่โยมเปได้โจมาดอลปองนังปองกงโนตีนี่ปิโคสังประมาณจีมวยปอนปีรอยหาสปรูก็โยมสลับแต่โจมาชัดเอาช่างอะสลับแต่ไปเจียบาดเจียโตนังก้าวสิ่งใดพยต่อสดหลังที่จะพยดีที่เป็นจีบุนอมยังมาสำหรับจอเลยใช่พยอย่างที่ได้ยังไหมที่โจมาถือเขียนยังจอเลยยังเป็นจีบุนังก็เรียบจัดนั่นท่าขณะตูนไปมันก็มันยอปองมาฟื้นเขียดฟื้นไอเต้เอาโจกอลปองนั่งไอขณะได้โจมากอลปองนั่งคืนจะได้ออกจาระบอบพิโคสังนี่แดดมาเลือกปกิยธามอทำไมสกเขาเวกาตัดตาสะสตธรรมสาปาสตาอับเกียปัจจังสกังโลเกปานอปุเตสตันจะมานี่สิ่งใดงอบยัดดอกบอลเนี่ยได้เตรออกของตีงัดจีเนี่ยเมียนทอบานตาไปพิจารณาหรือตัวนึงคือนอมอนได้สกขนมโลกหนึ่งไอขนมบ้านในทับปิโคซองมาปอนปีรอยหาสปรูกนึงไง
họ có hem sầm lên ấy màn tích ọt miền này nhổ bỏ cha chăng á chăng khăn ông pe nông bỏ ông trung tra sầm đai em pi sầm man nhập Paul sốt Paul này sam mà nạ bạ để bạt đó nhổ Paul này sam mà nạ bạ để bạt và Peterเขาต้องอธิสัลvà Peterเขาต้องอธิจัดvà Peterเขาต้องอธิปัญญานั่นนะเพื่อเจ้าบ้านเราเปลี่ยนเปลี่ยนของปัจจุบันนั่นเองจัง Paul ในsam mà nạ bạ để bạt nướcบ้านสำหรับเมีย Paul เปลี่ยนเปลี่ยนของปัจจุบันนั่นเองป่อจอบปะทัวติสนาเนี่ยมาดอกสิกได้ดอกใครได้ป่อการเปิดขนมประโซดสมัยnhập Paul ประโซดตีกันในกายนั่นคือประโซดต้องเวรเนี่ยโยมประโซดเวรตีกันในกายเนาะยังประโซดนั่นคือโมประโซดตีปีนั่นเองประโซดตีมวยปรุงไปชื่อประโซดประโซดตีปีสมัยnhập Paul ประโซดจังโยมจังตัวมืออัตในคลำซาในสมัยnhập Paul ประโซดตีกันในกายไปดอกเลยดอกบัวนั่นโยมไปดอกเลยดอกบัวนั่นคือขนมนั่นเองป่อนั่นประตอบแล้วเป็นอะไรเจียเป็นแต่ดับประตอบเทศนาของปีพอลในสมณะปะในบอสประเตอร์ของเซลสมาธิปัญญานั่นไงทั่วเจ้าบ้านเปลี่ยนเปลี่ยนคือเราแม่งกับจัดบ้องในสเดย์คราวกับไฮจัดของปัจจุบันไฮดอลในทีมพอดในสเดย์ตกหนึ่งบ้านนั่งไปเจียจุดหลาประกาศล้วนตาเจียวบาสอบบาสิกาสมดอลประเมียนประเพียป้องประทอป้องประซองป้องเจียตีปังเจียตีลักหายสมกับมาโตจมโปปองนั่งไอหายกับบ้านเจียวบาสอบบาสิบ้านเจียวบาสอจุดลาขนมประสาทนาอย่างใกล้เลยเหมือนเตอร์นะบอกขนมการนกปนัสสมอะนโมตันเนนั่งปบาดเจียโตบานจุดลากัดได้ดาวใครบอกปองไงบรรทบมาเตียดเปได้เปริเจียไฟมันกุมปองปะเตะสันปองเลียมาประเมียนประเภทปองตรงตราประกาศสันได้จมูกปิโคต่างลายทำไมมันเนียลปิโคต่างลายเปริเจียองนี่ฮะประสันบ้าเหมือนบ้านได้จะรึกกุลในกุศลทว่าคือสำหรับใบดานะไงเปริเจียองนั่งหนึ่งบ้านสำหรับอะไรอย่างเมียครองตีนี่บ้านสำนักเสาตาปัดแต่เมียเนเลืออาสนะได้ปริเจียอังหนึ่งกุ้ยป่ะคนใต้โดยซาแต่ปริเจียบ้านได้จะกุลคือกุศลทว่าคือสำหรับใบดาหนึ่งไอปีโปรบเฮียบเจียการแต่ยูเจียประเทศในกุศลทว่าป้องเจียหรือกุลในบารมีต่างหลายป้องเจียเพลาต่อการทานส่วนของเปลี่ยนเป็นดับดาวปีเมียนเพียบกัดแต่ยูนี่ไอป่ะนั่งจังป่ะนั่งเจียจำนวนได้เจียอัตในคลำซาขนองสมัยอย่างพอลโซดนั่งสังเขปดอกเล็บประโซดนั่งเวงปนแต่มาสังเขปโดยคล้ายได้จอบเตะตองจีมวยนังสมัยอย่างพอลโซดคือจีพอลในสมณะปฏิบัติคือพวกเจ้าจ้าเนื้อเปรี้ยเนื้อเปี้ยนขนมปัจจุบันหนึ่งแต่ดองปนัสสมอะนโมตันเนนั่งจีอัตในตีปีเรื่องขนมตีเนเรื่องขนมตีใบเรื่องขนมตีใบนั่นคือจอบเตะตองจีมวยนังเปรี้ยจลละปันดกะโยมทลอบลือนะจลละปันดกะเปรี้ยจลละปันดกะเมียนบองปอนปีเนี่ยบองปอนปีเนี่ยเมียนมหาปันดกะนึงจลปันดกะเมียดาเราบอกโลกสลันเตียสะเราบอกครูนไอเนี่ยโยมสลันเตียสะเราบอกครูนไอไอเมียดาบอกโลกเจียโกนสะไทยป่ะเจียโกนสะไทยเมียนตัวมันเนี่ยนึงไอแต่ขนมคณะได้ครูนไอสลันเจียโกนสะไทยจังเตอครูนไอเจียสะไทยแต่สลันเตียสะเราบอกครูนไอก็หลบครูบ้านในถารีบจำครูนฟื้นโดยจีเนี่ยไกลกรอดาวตามเกยตามไอแต่เนื้อจมวยเตียสาบอกครูเนตีชงายจังนะลุยเมียดาวดาวรุดจิงบิบเตียเตอดาวละเปให้มันอยู่นั้นบานเมียนบอดในเมาเนี่ยเมียนบอดปีเนี่ยตีมวยมหาปันดกะตีปีจนละปันดกะจังบรรทบปิดไงกลอยละนักเคยดาวเมียดาใบดานักเคยตะโกนนักบันเนยจมวยครูนั่งมันเมียนอนาคตไอเต้จังเมียนตะรอเมียดาใบดาได้เชียร์เสร็จไทยนะดำใบอะโกนเมียอนาคตหมดยาจมวยลูกตาลูกเย่ไอรุ่นเนยจมวยลูกตาลูกเย่บอกโกนึงเตอไปนั่งยอมอดเฮียนโจมาจูบเมียดาไปได้จีสะไทยพวกเราไอ้ฟื้นคอชกองไปโดยการลบรถเตยจมวยนั่งเตียสาเราบอกล้วนนะโยมอัดเฮียนมาจูบเมียดาไปได้เตะจังขนมคณะไปนั่งออกเปรียมหาปันดกะนักบูหมนปะตอมอจะละปันดกะก็มาบูได้ป่ะมอวัดเลยเด้อจะรักษาจองบูกับบูทั้งปีเนี่ยเตะดอลลาเปบูหายเปรียมหาปันดกะเจียพอดเตสกะเจียพอดเทศกาลนั่นคือเนี่ยใจพอดได้ยกเนี่ยใจพอดดอยปิโคซองไอจังเตอไอมาฮะไอจลปันดกะนั่นคือเปเดบูหายได้ยกเรียนพอมาเกียธานี่มาเกียธานั่นโดยจีบอดทำไหมมโนปเปะหรือกระตาโดยจะปัญญาเจโปเดซากะเจราเทนังปนังตามหิชันเตียงกะเจราทะสกาวปัญญาสะอุจยาวนี่เรียนมาเกียธาปนักบุญขายเรียนอัดเจให้ยกเรียนอัดเจเป็นนังเปรียมหาปันกะขังเจียบองนั่นคือมันขังลูกจะไปอะไรฮอนนั้นนะโยมไหมลูกอัดอ้อยตกบอลจะมวยดิป่ะอัดอ้อยตกบอลจำเป็นนังเป็ดจีบนั่งอารัตเนียประเมียนเปียมวยเลือดเอาไปโคสังมาปอนอ่องอยู่แต่การเตี้ยเราบอกกอดได้เป็ดจีบนั่งโยมไหม
ទៅកាន់ផ្ទះដើម្បីទទួលចង្ហាន់នឹងឯងពេលហ្នឹងព្រះមហាបណ្ឌកៈចាត់ប្រធារៈអង្គផ្សេងៗភិក្ខុសង្ឃអង្គផ្សេងៗទៅអស់តែទុកតែព្រះចលបណ្ឌកៈមកឲ្យទៅខ្ញុំជាប្អូនហ្នឹងណាតែបើចលបណ្ឌកៈម្ចាស់បងរបស់យើងរៀនធម៌អត់ចាំ4ខែមកគៀថាអត់ចាំឥឡូវម្ចាស់បងដេញចេញយំយើងមានតែសឹកទេមានតែសឹកទេណាដល់ពេលក្នុងគណៈពេលហ្នឹងភិក្ខុសង្ឃទៅអស់ឯនោះវាដើរទៅមានតែសឹកទេពេលហ្នឹងព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យព្រះអង្គចេញព្រះរស្មីទាំង6ពណ៌ហើយឧបនិស្ស័យហ្នឹងមិនមែនមានជាមួយមិនមានឧបនិស្ស័យព្រះចលបណ្ឌកៈជាមួយបងរបស់លោកទេមានឧបនិស្ស័យជាមួយនឹងព្រះសម្មាសម្ពុទ្ធឥន្ទ្រីមិនទាន់ចាស់ក្លាក៏ព្រះអង្គក៏អត់ទាន់ជាងមកប្រោះដែរតែក្នុងគណៈពេលហ្នឹងឥន្ទ្រីចាស់ក្លាព្រះអង្គបញ្ចេញព្រះរស្មីទៅហើយព្រះអង្គក្នុងគណៈពេលហ្នឹងព្រះអង្គក៏និមិត្តសម្ពុតមួយបងនិមិត្តសម្ពុតដ៏ស្អាតមកផ្ទាំងអញ្ចឹងញោមនិមិត្តសម្ពុតមកផ្ទាំងឲ្យស្អាតហើយក៏ឲ្យចលបណ្ឌកៈហ្នឹងទន្ទិញរៈជួរណាំងនេះបងសម្ពុតដែលថ្លាសម្ពុតដែលស្អាតល្អហ្នឹងណាពេលណាដែលប៉ះជាមួយនឹងដៃយើងណាវាទៅជាប្រឡាក់មែនទេញោមទៅជាប្រឡាក់ទៅពេលហ្នឹងវិបស្សនាញាណកើតឡើងសម្រាប់ទៅជាព្រះអរហន្តទៅណាញោមវិបស្សនាញាណកើតឡើងសម្រាប់ទៅជាព្រះអរហន្តព្រះចលបណ្ឌកៈសម្រាប់ទៅជាព្រះអរហន្តពេលហ្នឹងនៅឯផ្ទះពេទ្យជីវៈចាប់ដើមរៀបចំចង្ហាន់បិណ្ឌបាតតែបើថ្វាយដល់ព្រះមានរបៀបអង្គអត់បើកបាតញោមដល់ពេលព្រះអង្គអត់បើកបាតហើយដល់ព្រះអង្គមិនបើកបាតព្រះអង្គក៏ទ្រង់ត្រាស់ថានៅវត្តមានភិក្ខុមួយអង្គមិនទាន់មកអស់ទេអញ្ចឹងត្រូវឲ្យអញ្ចឹងពេទ្យជីវៈក៏ឲ្យអ្នកបំរើមកដល់ត្រាប់តែក្នុងវត្តហ្នឹងមានភិក្ខុសង្ឃច្រើនពួកព្រះចលបណ្ឌកៈលោកនិមិត្តខ្លួនព្រះអង្គខ្លួនលោកមួយអង្គឲ្យទៅជា1000អង្គញោមក្នុងគណៈពេលហ្នឹងលោកហៅថាមโนមយិទ្ធិរិទ្ធដែលសម្រេចដោយការរិទ្ធដែលអាចនិមិត្តខ្លួនមួយអង្គឲ្យទៅជា1000អង្គបានអញ្ចឹងណាត្រាប់តែពេលហ្នឹងអ្នកបំរើហ្នឹងដឹងលោកម្ចាស់អង្គណាទេជាចលបណ្ឌកៈហ្នឹងក្នុងគណៈពេលហ្នឹងទៅប្រាប់ដល់ពេទ្យជីវៈទៀតអញ្ចឹងពេលហ្នឹងទៅទូលដល់ព្រះអង្គថាប្រាប់ដល់ពេទ្យជីវៈទៅទូលដល់ព្រះអង្គថាក្នុងវត្តហ្នឹងសុទ្ធតែភិក្ខុសង្ឃឲ្យដឹងលោកម្ចាស់អង្គណាជាឈ្មោះចលបណ្ឌកៈចាប់ទៅដល់ហើយប្រាប់ព្រះអង្គទ្រង់ត្រាស់ថាទៅដល់សួររលោកម្ចាស់អង្គណាជាចលបណ្ឌកៈបើភិក្ខុអង្គណាឆ្លើយមុនភិក្ខុអង្គហ្នឹងហើយជាចលបណ្ឌកៈចឹងចូលទៅចាប់ដៃរបស់លោកមកក្នុងគណៈពេលហ្នឹងអ្នកបំរើនឹងមកដល់សួរថាលោកម្ចាស់អង្គណាជាលោកម្ចាស់ចលបណ្ឌកៈថាអាត្មាឆ្លើយតែ1000អង្គហ្នឹងញោមឆ្លើយ1000អង្គអញ្ចឹងអូលោកម្ចាស់អង្គនេះឆ្លើយមុនគេទៅចាប់ដៃរបស់លោកទៅរំសាយរិទ្ធហ្នឹងទៅណាញោមហើយក៏និមន្តទៅកាន់ផ្ទះរបស់ពេទ្យជីវៈនឹងឯងនេះត្រង់បញ្ជាក់ឲ្យឃើញថាកន្លែងនេះគឺជាកន្លែងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ព្រះអង្គសម្ដែងនៅសម្មញ្ញផលសូត្រប្រោះដល់ព្រះបាទអាជាតសតុឲ្យជ្រះថ្លាក្នុងព្រះសាសនាគឺទំនុកបំរុងក្នុងព្រះសាសនាយ៉ាងក្រៃលែងហើយកន្លែងនេះភិក្ខុសង្ឃ1250រូបគង់នៅជារឿយហើយក៏ជាវត្តរបស់ពេទ្យជីវៈកោមរពតបន្ទាប់ពីបានជ្រះថ្លាក្នុងព្រះសាសនាព្រោះជាកូនស្រីផ្កាមាសប៉ុន្តែមកក្រោយឡើងជាអរិយបុគ្គលភាពខ្ពង់ខ្ពស់បានគឺដោយសារគុណធម៌មិនមែនខ្ពង់ខ្ពស់បានដោយសារលៀបយុទ្ធនៈបុណ្យស័ក្តិទេគឺខ្ពង់ខ្ពស់បានដោយសារគុណធម៌របស់ខ្លួនឲ្យខ្លួនបានសន្សំទុកអ្នកទាំងអស់គ្នានោះសុទ្ធតែអ្នកមានបុណ្យបានធ្វើទុកហើយសពថ្ងៃគឺលែងទៅកាន់អបាយភូមិហើយដូចជាពេទ្យជីវៈអីអញ្ចឹងលែងទៅកាន់អបាយភូមិហើយនៅឡើយតែយើងគ្រប់គ្នាបានមកដល់ទីនេះក្រាបថ្វាយបង្គំត្រង់ស្ថានទីនេះថាជាស្ថានទីដែលព្រះសម្មាសម្ពុទ្ធដីព្រះអរហន្តទាំងឡាយក្តីអរិយសាវកាធ្លាប់បានប្រើប្រាស់ចឹងយើងខ្ញុំព្រះអង្គទាំងឡាយសូមក្រាបថ្វាយបង្គំនៅស្ថានទីនេះដោយសេចក្តីជ្រះថ្លាប៉ុណ្ណាសូមអនុមោទនាហើយណាផ្កាដល់វាំងនៃព្រះបាទពំពិសាវាំងនៃព្រះបាទពំពិសាញាតិញោមក៏ធ្លាប់ឮតាំងពីសម័យបុរាណមកក្នុងគម្ពីរក៏មានរៀបរាប់ពីរឿងវាំងនឹងឯងអញ្ចឹងគឺថាវាំងព្រះបាទពំពិសាហ្នឹងញាតិញោមក៏បានស្ដាប់តាំងពីលទ្ធិកាវ័នព្រៃថ្នោតជំទង់មកណាញោមបានស្ដាប់ពីនឹងមកជាហោហែដែលកាលដែលព្រះមានពភាកជាអង្គម្ចាស់ព្រះអង្គមុននឹងបានចូលមកដល់ក្រុងរាជក្រឹសគឺព្រះមានពភាកព្រះអង្គទ្រង់បានប្រកាសសម្ដែងពធទេសនាប្រោសដល់មនុស្ស120,000 នាក់នៅឯព្រៃថ្នោតជំទង់នៅឯព្រៃថ្នោតជំទង់ហ្នឹងមនុស្ស
11,000 នាក់តាំងក្នុងសោតាបតិផលឡើងទៅមានប្របាទពំពិសាផងមានវិសាខឧបាសកផងបងហ្នឹងគឺមនុស្ស 11,000 នាក់ហ្នឹងក្នុងនោះមានវិសាខឧបាសកហ្នឹងមួយផងដែរជាឧបាសកដ៏ល្បីល្បាញផងដែរបងហ្នឹងហើយក្នុងទីនេះបន្ទាប់ពីព្រះរាជាប្របាទពំពិសាបានសម្រេចសោតាបតិផលហើយព្រះរាជាបានយាងព្រះមានពភាកមកទទួលចង្ហាន់នៅទីនេះណាញោមមកទទួលចង្ហាន់នៅទីនេះពេលដែលព្រះអង្គយាងមកទទួលចង្ហាន់មុនលើដោយភិក្ខុសង្ឃមកទទួលចង្ហាន់នៅក្នុងវាំងរបស់ព្រះអង្គលើកដំបូងនឹងឯងព្រះរាជាក៏បានថ្វាយចង្ហាន់បិណ្ឌបាតដល់ព្រះមានពភាកមុនលើដោយភិក្ខុសង្ឃកំពុងតែថ្វាយបដាហើយក៏ថ្វាយចង្ហាន់ចប់សពគ្រប់ទៅព្រះអង្គអាឡ័យតែគិតចិញ្ចឹងបងគិតចិញ្ចឹងគិតថាតើស្ថានទីណាសមគួរដល់ការគង់នៅរបស់ព្រះសម្មាសម្ពុទ្ធផងរបស់ភិក្ខុសង្ឃផងគឺស្ថានទីនោះមិនអ៊ូអរពេកហើយក៏មិនឲ្យមានសំឡេងរំខានដល់ព្រះភិក្ខុសង្ឃនិងព្រះមានពភាកក្នុងការប្រព្រឹត្តនៅព្រះមេចរិយធម៌ហ្នឹងអញ្ចឹងកុំឲ្យឆ្ងាយពីក្រុងពេកហើយកុំឲ្យជិតក្រុងពេកពាក្យថាកុំឲ្យឆ្ងាយពីក្រុងពេកហ្នឹងគឺបានន័យថាម៉េចកុំឲ្យពិបាកដល់ពុទ្ធបរិស័ទទាំងអស់គ្នាដែលធ្វើដំណើរទៅកាន់វត្តនឹងឯងពីព្រោះពុទ្ធកិច្ចរបស់ព្រះអង្គញាតិញោមក៏បានស្ដាប់ដែរហើយបងវេលាពេលព្រឹកហ្នឹងគឺព្រះអង្គទ្រង់យាងបិណ្ឌបាតជួនមួយអង្គឯងជួនមានសង្ឃតម្រង់តាមសัตว์មាននិស័យរសៀលទ្រង់ត្រាស់សម្ដែងធម៌នេះអញ្ចឹងគឺថាឲ្យងាយស្រួលដល់ពុទ្ធបរិស័ទចូលទៅកាន់វត្តហ្នឹងដើម្បីអីថាដើម្បីក្នុងការស្ដាប់ពធទេសនារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នឹងឯងសន្សំនៅបុណ្យកុសលផងដើម្បីបានឥន្ទ្រីចាស់ខ្លាបានបុណ្យនឹងពេញទៅអាចសម្រេចមគ្គផលនឹងបានណាបងហ្នឹងអញ្ចឹងគឺថាព្រះអង្គឥឡូវតែគិតសញ្ជឹងអញ្ចឹងទៅគិតសញ្ជឹងគិតថាអូកន្លែងណាសមគួរដល់ការគង់នៅរបស់ព្រះមានពភាកណបើកន្លែងនោះឆ្ងាយពេកក៏មិនសមគួរចិត្តពេកក៏មិនសមគួរអាចិត្តពេកហ្នឹងខ្លាចសំឡេងហ្នឹងអឿងកងមានសំឡេងចម្រៀងសំឡេងអីទៅរំខានដល់ការគង់នៅមនុស្សម្នាស្រែកហូរកញ្ជ្រៀវទៅមិនសមគួរដល់ការគង់នៅរបស់ព្រះមានពភាកនិងភិក្ខុសង្ឃទេក៏គិតទៅឃើញវត្តវេលវ័ននឹងឯងបងឧឈានវេលវ័ននឹងជាឧឈានរបស់ព្រះអង្គនិងអគ្គមហេសីផ្សេងបងអគ្គមហេសីផ្សេងហ្នឹងញាតិញោមអញ្ចឹងគឺក្នុងគណៈពេលហ្នឹងក៏ព្រះអង្គនឹកឃើញដល់ឧឈានវេលវ័ននឹងឯងហើយពេលដែលព្រះអង្គនឹកឃើញអញ្ចឹងព្រះអង្គថ្វាយឧឈានវេលវ័ននឹងតែម្ដងណាញោមថ្វាយឧឈានវេលវ័ននឹងតែម្ដងពេលដែលថ្វាយឧឈានវេលវ័នហ្នឹងព្រះអង្គក៏ផ្លេចឧទ្ទិសបុណ្យឲ្យដល់ពពួកញាតិរបស់ព្រះអង្គរាប់ថយក្រោយទៅ92ផែនដីណាញោមរាប់ថយក្រោយណាញោមក្នុងសម័យកាលនៃពុទ្ធផោសាឯណោះគឺញាតិរបស់ព្រះអង្គធ្លាប់ជាញាតិរបស់ព្រះអង្គតាំងពីសម័យហ្នឹងមកហើយដោយសារតែញាតិហ្នឹងធ្លាប់ជាអ្នកធ្វើបាបកម្មមកបងធ្វើសេចក្តីអន្តរាយដល់ម្ចាស់ទានដែលជាអ្នកថ្វាយទានណាញោមដល់អ្នកថ្វាយទានណាធម្មតាអ្នកថ្វាយទានត្រូវតម្កល់ចិត្តឲ្យល្អគិតទៅក្នុងបព្វចេតនាខាងដើមហ្នឹងក៏ល្អមញ្ញនចេតនាហ្នឹងក៏ល្អឬក៏ថាក៏ជ្រះថ្លាអបរាបរចេតនាហ្នឹងក៏ជ្រះថ្លាអញ្ចឹងទៅអញ្ចឹងពេលដែលមុននឹងការថ្វាយទានហ្នឹងបាននាំមកនតីយធម៌ផ្សេងបងតីយធម៌ផ្សេងហ្នឹងយកមកដើម្បីក្នុងការរៀបចំដាំឆ្លអីសម្រាប់រៀបចំប៉ុន្តែក្នុងគណៈដែលយកតីយធម៌ទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាហ្នឹងចេះតែមានកូនហ្នឹងចេះតែយំទាននេះទាននោះអ្នកខ្លះក៏យករបស់នេះអ្នកខ្លះក៏យករបស់នោះដែលទាយកឧទ្ទិសចំពោះសង្ឃណាញោមអញ្ចឹងធ្វើឲ្យរំខានអន្តរាយដល់ការថ្វាយទានអត់បានការថ្វាយទានដល់ព្រះសង្ឃបានណាបងបន្ទាប់ពីស្លាប់ទៅកើតទៅជាប្រែតនឹងឯងបងបន្ទាប់ពីស្លាប់ទៅជាប្រែតទៅរាប់ចន្លោះពុទ្ធណាញោមតាំងពីសម័យកាលពុទ្ធផោសាមករហូតមកដល់ពេលក្នុងផតកັບយើងនេះមានពុទ្ធ5ព្រះអង្គមានពុទ្ធកកសន្ធោនេះមកសួរព្រះអង្គថាក្នុងសម័យកាលនៃព្រះសម្មាសម្ពុទ្ធពនាមគោដមឯនេះបានមានញាតិរបស់ព្រះអង្គមួយគឺប្របាទពំពិសានឹងឯងហ្នឹងហើយបន្ទាប់មកពុទ្ធកោណាកមនោក៏មកសួរទៀតព្រះអង្គក៏ទ្រង់មានពុទ្ធដីកាថាក្នុងសម័យកាលនៃព្រះសមណគោដមនឹកទើបបានអញ្ចឹងទៅបន្ទាប់មកពុទ្ធកាសបៈក៏មកសួរទៀត
ថាតសម័យកាលនៃព្រះសមណគោតមឯនេះទៀតដែរបងអញ្ចឹងពេលឲ្យមានញាតិរបស់ព្រះអង្គហ្នឹងគឺប្របាទពុំពិសានឹងញាតិរបស់ប្រែតហ្នឹងគឺប្របាទពុំពិសានឹងឯងពេលដែលព្រះអង្គឡៃគិតចិញ្ចឹងរឿងហ្នឹងក្នុងការរកកន្លែងទីតាំងសម្រាប់គង់នៅរបស់ព្រះភិក្ខុសង្ឃក្នុងគណៈពេលហ្នឹងក៏ព្រះរាជាបានថ្វាយឧឈានដល់ព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃក៏ព្រះអង្គទ្រង់ត្រាស់នៅការអនុញ្ញាតអារាមហ្នឹងឯអនុជាមិភិក្ខវេអារាមាំងនេះមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតអារាមដល់អ្នកទាំងឡាយហ្នឹងគឺតាំងពីពេលហ្នឹងមកគឺព្រះអង្គអនុញ្ញាតឲ្យភិក្ខុសង្ឃហ្នឹងទទួលនៅអារាមវេលវ័ននឹងបានណាប៉ុណ្ណាសូមអនុមោទនាអញ្ចឹងទទួលអារាមនឹងបានតើព្រះអង្គអនុញ្ញាតទេញោមតើមានខអនុញ្ញាតបានទទួលបានបើព្រះអង្គមិនអនុញ្ញាតឲ្យទទួលទេក៏អត់អាចណាថ្វាយអារាមដល់ភិក្ខុសង្ឃបានដែរអញ្ចឹងអារាមវេលវ័នហ្នឹងគឺជាអារាមទី1ក្នុងព្រះសាសនាបន្ទាប់ពីព្រះរាមាភិបព្រះអង្គទ្រង់ត្រាស់ដឹងហើយព្រះអង្គទ្រង់ទទួលអារាមពីបាទពុំពិសាបន្ទាប់មកទៀតព្រះអង្គធ្វើទាននឹងហើយព្រះអង្គភ្លេចឧទ្ទិសទានណាញោមភ្លេចឧទ្ទិសទានអត់បានឧទ្ទិសទានដល់ពពួកញាតិដែលកើតជាប្រែតរាប់ថយក្រោយ92ផែនដីមុនហ្នឹងធ្លាប់ជាញាតិរបស់ព្រះអង្គនឹងឯងព្រះអង្គភ្លេចឧទ្ទិសទានថាមកហ្នឹងដើម្បីចាំឧទ្ទិសចាំទទួលនៅផលនៃការឲ្យទានរបស់ព្រះរាជានឹងឯងតែក្នុងគណៈពេលហ្នឹងព្រះរាជាបានឧទ្ទិសទានអត់បានទទួលទេញោមភ្លេចព្រះរាជាភ្លេចក្នុងរាត្រីនឹងឯងញោមក្នុងរាត្រីហ្នឹងស្រាប់តែពួកប្រែតហ្នឹងមករបស់ញោមមកឮសំឡេងអូងកងពេញនឹងទាំងអស់បងចឹងបរិជាក៏កើតសេចក្តីភ័យតក់ត្រុតឡើងដែរព្រោះកើតសេចក្តីភ័យកើតឡើងមកដែរថាមានហេតុការណ៍អីកើតឡើងដល់បរិជាទ្របឬដល់ប្រជានារីរបស់ព្រះអង្គឬដល់បរិជាវាំងរបស់ព្រះអង្គទេតែព្រះអង្គអត់ទៅសួរគ្រូណាទេណាញោមណាអត់ដោយប្របាទបសេនទីកោសលទេណាប្របាទបសេនទីកោសលឲ្យឮសំឡេងអីមិនស្រួលហ្នឹងទៅសួរដល់គ្រូផ្សេងហ្នឹងគ្រូផ្សេងតាតើធ្វើពិធីបូជាយ៉ាងនេះមួយយ៉ាងនោះពីរអញ្ចឹងណាញោមតែដល់ប្របាទពុំពិសាថារឿងទាំងអស់នេះមានតែទៅក្រាបបង្គំទូលចំពោះព្រះមានពភាកតែប៉ុណ្ណោះទើបព្រះអង្គដឹងសាច់រឿងទាំងអស់នឹងបានទើបព្រះអង្គទ្រង់ដោះស្រាយបញ្ហានឹងបានក៏ពេលដែលចូលមកគាល់ព្រះអង្គក្នុងរាត្រីបន្ទាប់ពីភ្លឺហើយចូលមកគាល់ព្រះអង្គក៏សួរព្រះអង្គរឿងនេះថាបបិទ្ធព្រះអង្គដល់ចម្រើនក្នុងរាត្រីយប់មិញហ្នឹងឮសំឡេងតើមានស្ដីអន្តរាយអ្វីដល់ព្រះរាជសម្បត្តិរបស់ខ្ញុំដល់ខ្ញុំព្រះអង្គទេឬក៏មានអន្តរាយអ្វីដល់រាជវាំងមានអន្តរាយអ្វីដល់ប្រជារាស្ត្រទេថាព្រះអង្គក៏ទ្រង់មានពុទ្ធដីកាតបទៅវិញថាមហាបពិតមិនមានសេចក្តីអន្តរាយអ្វីកើតឡើងដល់ព្រះអង្គឡើយនេះគឺជាសម្លេងពពួកប្រែតដែលជាញាតិរបស់ព្រះអង្គក្នុងក្រត់ថយក្រោយប្រហែលជា92ផែនដីមុននោះឯងបងឬ92កាប់នឹងឯងដែលធ្លាប់ជាញាតិរបស់ព្រះអង្គនឹងឯងដែលធ្វើសេចក្តីអន្តរាយដល់ម្ចាស់ទានគឺលួចយករបស់សង្ឃនឹងឯងដែលគេឧទ្ទិសចំពោះសង្ឃហើយយកទៅបរិភោគយកទៅប្រើប្រាស់អីអញ្ចឹងទៅនឹងឯងបងអញ្ចឹងតើខ្ញុំព្រះអង្គគួរធ្វើម៉េចតើខ្ញុំព្រះអង្គគួរថ្វាយទានហើយឧទ្ទិសឲ្យបានទេថាបានអញ្ចឹងអរតនីព្រះមានពភាមុនលើដោយភិក្ខុសង្ឃហ្នឹងឯងញោមហើយក៏ព្រះអង្គក៏ទទួលដោយតណ្ហិភាពទៅក៏យាងព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃមកឆាន់ចង្ហាន់នឹងម្ដងទៀតណាញោមមកឆាន់ចង្ហាន់ដងទៀតហើយបានពេលហ្នឹងព្រះរាជាប្របាទពុំពិសាយកទឹកមកដាក់លាងប្រហាត់ព្រះអង្គណាញោមលាងប្រហាត់ព្រះអង្គហើយឧទ្ទិសក្នុងទេរកុដរសូត្រនោះឧទ្ទិសមានពាក្យឧទ្ទិសថាម៉េចអ៊ីទាំងវោញាតៃណាងហោតោសុកិតាហោនតោញាតយោបើប្រែថាម៉េចទាននេះចូលមានដល់ញាតទាំងឡាយទៅញាតទាំងឡាយចូលជាដល់នៅស្ដីសុខចោះអញ្ចឹងញោមពេលដែលប្រគេនទឹកហ្នឹងទៅជាទឹកស្រះបោករណីញោមឧទ្ទិសអញ្ចឹងទៅត្រូវជាស្រះបោករណីបន្ទាប់មកប្រគេនសម្ពុតឧទ្ទិសទៀតញោមទៅជាសម្ពុតទឹកញោមបន្ទាប់មកប្រគេនសេនាសនៈទៅជាវិមានទឹកទៅបន្ទាប់មកប្រគេនបាយទៅជាអាហារទឹកអញ្ចឹងញោមហ្នឹងប្រគេនយានទៅជាយានទឹកដល់អញ្ចឹងហើយពេលហ្នឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់បានបើកឲ្យពពួកញាតិដែលធ្លាប់ទៅជាប្រែតហ្នឹងឲ្យឃើញឲ្យព្រះរាជាទ្រង់ឃើញញោមដល់ពេលឃើញប្របាទពុំពិសាកើតបៃតិសបាយចិត្តរីករាយថាពពួកញាតិរបស់ខ្លួនអាស្រ័យដល់ខ្លួនឯងហ្នឹងទើបបានរួចពីកំណើតប្រែតទាំងអស់នឹងឯងហើយបានព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងនៅទេរកុត្តសូត្រនេះគឺជាប្រសូតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងនៅក្នុងទីនេះចឹងតក្កណានុបទានហ្នឹងក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យមានក្នុងទីនេះដែរញោមចាប់ពីពេលដែលព្រះអង្គទទួលវត្តវេលវ័នមកចាប់ពីព្រះអង្គទ្រង់បានប្រកាសសម្ដែងទេរកុត្តសូត្រហ្នឹងគឺតក្កណានុបទានដែលស្រុកខ្មែរយើងចំណាំតែធ្វើណាបងហៅថាសង្កតាតក្កណាទានអញ្ចឹងញោមពាក្យពេញណាតែយើងហៅថាបុណ្យតក្កណានុបទាននឹងឯងបងហៅថាសង្កតាតក្កណានុបទានគឺថ្វាយទានចំពោះព្រះសង្ឃដែលមានព្រះសម្មាសម្ពុទ្ធជាប្រធាននឹងឯង
ចឹងគឺពពួកញាតិរបស់ព្រះបាទពំពិសាដោយផលនៃទានរបស់ព្រះរាជានឹងឯងបានពពួកញាតិទាំងអស់រួចពីកំណត់ប្រែតនឹងឯងប៉ុណ្ណាសូមអនុមោទនាញោម ទាំងសេនាដ៏ច្រើនហើយ ទ្រង់ត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណមានប្រាជ្ញារកទីបំផុតគ្មានព្រះអង្គប្រសើរជាងណាស់ថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរពព្រះសទ្ធម្មេណាជាធម៌និជាធម៌ធ្វើឲ្យត្រជាក់រងាប់បាំងផតអត់ដំជាគុណយ៉ាងសត្វឲ្យចេញចាកសង្សារតកខ្ញុំព្រះករុណានៅព្រះសទ្ធធម្មនោះដោយគោរពព្រះអរិយសង្ឃឯ ហើយល្អស្ថានទីនេះសំខាន់ញោមសំខាន់មែនទែនណាបន្ទាប់ពីព្រះមានពពាកព្រះអង្គបរិនិព្វានទៅបន្ទាប់មកព្រះបាទអាជាសតោជ្រះថ្លាក្នុងព្រះសាសនាយ៉ាងក្រៃលែងបងទំនុកបំរុងធ្វើនៅបតមៈសង្គយនីនៅសត្តបណ្ណកុហានាភ្នំវេភិរៈញោមធ្លាប់ទៅណាវេភិរៈកន្លែងបតមៈសង្គយនីចំណាយពេលប្រមាណជា7ខែធ្វើបតមៈសង្គយនីនាភ្នំវេភិរៈមានភិក្ខុសង្ឃប្រមាណជា500អង្គមានព្រះមហាកតបៈជាប្រធានផងដែរខាងក្រោយឡើងព្រះថេរៈលោកពិចារណាឃើញហេតុវិនិច្ឆ័យទៅនៃព្រះសារីរិកធាតុអន្តរាយដល់ព្រះសារីរិកធាតុចឹងបានលោកទៅប្រាប់ដំណឹងទៅក្រាបបង្គំទូលដំណឹងដល់ព្រះជាព្រះបាទអាជាតសតោចឹងក្នុងទីនេះឈ្មោះថាធាតុនិធានគឺឬក៏ថាស្ដូបរបស់ព្រះបាទអាជាសតោក៏បានប៉ុណ្ណាចឹងសូមតាំងចិត្តស្ដាប់ដោយសេចក្តីជ្រះថ្លាដូចតទៅប៉ុណ្ណាសូមអនុមោទនាព្រះបាទអាជាតសត្រូវព្រះមហាកស្សបៈថេរៈរក្សាព្រះសារីរិកធាតុក្រោយពីការសង្គយនាគ្រាដំបងចប់ស្រេចបាច់ហើយក្នុងកាលតមកព្រះមហាកស្សបៈថេរៈពិចារណាឃើញអន្តរាយដែលនឹងអាចកើតឡើងដល់ព្រះសារីរិកធាតុក្នុងអនាគតទើបចូលទៅគាល់ព្រះបាទអាជាតសត្រូវក្រាបបង្គំទូលថាមហាបពិតព្រះអង្គគួររក្សាព្រះសារីរិកធាតុមករួមទុកក្នុងទីក្រុងរាជក្រឹសព្រះបាទអាជាតសត្រូវទ្រង់ត្រាស់ថាល្អណាស់កិច្ចការក្នុងការរក្សាព្រះបរមសារីរិកធាតុនោះជារបស់ញោមតែថាញោមនឹងនាំព្រះសារីរិកធាតុទាំងនោះមកបានដូចម្ដេចព្រះមហាកស្សបៈទូលថាការទៅនាំព្រះបរមធាតុនោះជាភារៈរបស់ពួកអាត្មាញោមឃើញទេការរក្សាជាទួនាទីរបស់ព្រះរាជាញោមណាតែការទៅនាំពីនគរផ្សេងទាំង7នគរជាភារៈរបស់លោកម្ចាស់ទាំងឡាយគឺព្រះមហាកស្សបៈជាប្រធានណាញោមបងព្រះថេរៈបានទៅអរតនាព្រះប្រធានពីរាជត្រកូលទាំង7មកពីនគរទាំង7នគរណាបងមកបដិស្ថានទុកក្នុងកន្លែងមួយនៅទិសអាគ្នេយ៍នៃក្រុងរាជក្រឹសនេះទិសអាគ្នេយ៍គូជីនេះគឺទិសអាគ្នេយ៍ណាទិសអាគ្នេយ៍នេះខាងលិចទិសអាគ្នេយ៍ទិសណាញោមបានសូវស្គាល់ទិសអាគ្នេយ៍ជើងលិចបូងអីបងជើងនេះជើងអីចឹងនេះជើងបងកើតដែរបងដល់កើតដែរចំណែកព្រះប្រធានក្នុងរាមគ្រាមពួកនាករក្សាទុកដោយប្រថេរៈឃើញថាតទៅក្នុងកាលអនាគតស្ដេចនាគនឹងអរតនាព្រះបរមធាតុទាំងនេះទៅបដិស្ថានទុកក្នុងមហាចេតិយក្នុងមហាវិហារនៅកោះលង្កាប្រធានទាំងអស់ញោមប្រធានដែលត្រូវចែក16នាលនឹងចែកបាន8នគរតែវារាមគ្រាមមួយរាមគ្រាមទៅពួកនាគនាំយកទៅក្នុងពិភពនេះញោមហើយបន្ទាប់មកប្រធាន2នាគនឹងត្រូវទៅបដិស្ថាននៅឯកោះលង្កាឯ7នាលឯ7នគរនាំមកទីនេះមកនគរទីនេះប្រមូលមកវិញពីកុសនារាក៏ដោយពីរាជក្រឹសក៏ដោយពីសាវតីដែរមកទីនេះទាំងអស់តើនេះញោមមកនៅកន្លែងមកបដិស្ថានទុកកន្លែងនេះទាំងអស់ព្រះរាជាបានបញ្ជាឲ្យជីកទីនោះជំរៅ80ហត្ថនេះទីនេះជំរៅទៅក្រម80ហត្ថបងក៏កាយដីចេញអំពីទីនោះឲ្យរៀបឥតជំនួស
បញ្ជាឲ្យក្រាលកំរាលឲ្យជាសំទោសបញ្ជាឲ្យក្រាលគ្រឿងកំរាលលោហៈទុកខាងក្រោមសាងស្ដូបទុកមួយថ្នាក់8មួយថ្នាក់8ព្រះរាជាតម្កល់ព្រះតរិកទាតុរបស់ព្រះមានពភាទុកក្នុងប្រអប់ច័ន្ទលឿងអបច័ន្ទលឿងហ៎បងក្លឹមច័ន្ទលឿងបងក្លឹមច័ន្ទលឿងទ្រង់ដាក់ប្រអប់ក្លឹមច័ន្ទលឿងនោះចុះក្នុងប្រអប់ក្លឹមច័ន្ទលឿងមួយទៀតណែដាក់ត្រួតគ្នាញោមទ្រង់រួមប្រអប់ក្លឹមច័ន្ទលឿង8ប្រអប់ទុកក្នុងប្រអប់តែមួយឃើញទេបានន័យថាដាក់8ឯងញោមហើយបន្ទាប់មកមានក្លឹមច័ន្ទមួយធំមួយទៀតដាក់រួមគ្នាទាំងអស់ហ្មងបងតម្កល់រួមគ្នាទាំងអស់បងដេញបងដោយពីទីយ៉ាងនោះទ្រង់តម្កល់ទុកក្នុងស្ដូបច័ន្ទក្រហមស្ដូបច័ន្ទក្រហមណាតម្កល់ទុកក្នុងស្ដូបច័ន្ទក្រហមស្ដូបភ្លុកស្ដូបរតនៈស្ដូបមាសស្ដូបប្រាក់ស្ដូបកែវមณีស្ដូបកែវទទឹមស្ដូបកែវប្រឡាក់ស្ដូបកែវផលិតរួមមួយមុខ8ដោយន័យដូចគ្នាណាសិតតបោះមិនធម្មតាទេបងសិតរតនៈផ្សេងនៅទីនេះណាញោមនឹងប្របាទជាតូចជ្រះថ្លាណាបងចេតដីកែវផលិតជាចេតដីនៅខាងក្រៅគេបង្អស់នេះខាងក្រៅគេបង្អស់ញោមលើចេតដីកែវផលិតនោះបញ្ជាឲ្យកសាងផ្ទះធ្វើដោយរតនៈសុទ្ធរតនៈសុទ្ធណាញោមធ្វើផ្ទះរតនៈនោះឲ្យកសាងផ្ទះធ្វើដោយមាសទុកលើផ្ទះមាសនោះឲ្យកសាងផ្ទះធ្វើដោយប្រាក់លើផ្ទះប្រាក់នោះឲ្យកសាងផ្ទះធ្វើដោយទង់ដែកលើផ្ទះទង់ដែកនោះឲ្យរួយគ្រាប់សាច់ធ្វើដោយរតនៈគ្រប់យ៉ាងអស្ចារ្យណាញោមណាកន្លែងនេះរួយផ្កាដែលដុះក្នុងទឹកនិងផ្កាឈើដែលដុះលើគោកទុក1000ផ្កាបញ្ជាឲ្យកសាងជាដក500លោកចេតខាងអ្នកយ៉ាងសភាំងបើប៉ិនព្រះអង្គជាបើអង្គអាចជានៃខ្ញុំសូមអ្នកបានសក្ការព្រះអង្គបើប៉ិនព្រះអង្គជាបរមអត់ដំខ្ញុំសូមអ្នកបានសខ្ញុំព្រះអង្គទាំងឡាយខ្ញុំព្រះអង្គទាំងឡាយមានចំណែកនៃធម៌អ្នកដ៏មានប្រភាមានប្រភាជាអនាគតបានអត់ទៅអាសវៈធម៌លោកកំណត់ពីបីខាងហើយទាំងវិញ្ញាណណាងអោទៅសុខតារាយនបតៃឧបាសិកាគិយមេចទេសានិកមេចអេសារាសម្បានពោតាសកតា វន្តតេជា ពុជាយេបច្ចន្តតាំងប្រវិ